សូមស្វាគមន៍មកកាន់ថ្នាក់រៀនគុណខ្មែរថ្ងៃនេះយើងនឹងរៀនអំពីការកំណត់សាច់ដុំនិងបច្ចេកទេសមូលដ្ឋានសំខាន់មុនដំបូងចាប់ផ្ដើមហាត់ត្រូវគោរពគ្រូនិងរៀបចំស្មារតីឲ្យមានវិន័យដំបូងយើងចាប់ផ្ដើមដោយការកំណត់សាច់ដុំដើម្បីបង្កើតរបួសនិងត្រៀមរាងកាយចាបន្ទាប់ពីកំណត់សាច់ដុំរួចរាល់យើងចូលមកដល់ជំហានរំលឹកមេរៀនចាស់សកម្មភាពនេះដែរលោកគ្រូកំពុងតែរំលឹកមេរៀនចាស់កាលពីសប្តាហ៍មុនជាមួយនឹងគរុនិស្សិតបច្ចេកទេសទី1គឺកណ្ដាប់ដៃសជ័យដែលផ្ដោតលើកម្លាំងនិងភាពរហ័សសូមអញ្ជើញទស្សនាពាក់ព័ន្ធជាមួយនឹងការធ្វើបទបង្ហាញអំពីក្បាច់កណ្ដាប់ដៃសជ័យដោយលោកគ្រូឧទ្ទេសរបស់យើងហើយចំណែកនេះវិញគឺជាបច្ចេកទេសទី2ដែលមានឈ្មោះថាដំរីថ្វាយផ្កាបង្ហាញអំពីការការពារហើយនិងការវាយតបបច្ចេកទេសទី3គឺជារង្វង់ព្រះច័ន្ទដែលប្រើដៃបង្វិលដោយភាពទន់ភ្លន់និងត្រឹមត្រូវតោះអ្នកទាំងអស់គ្នាបន្ទាប់ពីបានមើលការបង្ហាញបច្ចេកទេសរបស់លោកគ្រូហើយយើងមកមើលការអនុវត្តរបស់សិស្សជាក្រុមម្ដងនេះគឺជាការសម្ដែងក្រោយពេលដែលសិស្សគាត់បានបញ្ចប់ការពិភាក្សានៅតាមក្រុមនីមួយៗហើយលោកគ្រូក៏បានឲ្យពួកគាត់ឡើងធ្វើការសម្ដែងជាក្រុមបន្ទាប់ពីសម្ដែងចប់លោកគ្រូបានពរពុទ្ធិនិងឲ្យសិស្សអបអរសាទរវីដេអូរបស់ខ្ញុំអំពីថ្នាក់រៀនមុខវិជ្ជាគុណខ្មែរបានបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនាគុណខ្មែរមិនត្រឹមតែជាកីឡាក៏ប៉ុន្តែជាវប្បធម៌និងអត្តសញ្ញាណផងដែរសូមអរគុណសូមជម្រាបលាបាយបាយ